Trong ở quân đó học đăng trở ở quân đó nè ná ở quân đó phê với nhá ở quân đó lục ru quán đàn trên nhom máu cái mỏ quân cốt vì pru cốt kia nè tề một nhom trên nhom mình tên rồi trên này cái mỏ quân được cốt hay ở quân chưa hay sầm rap menu class nơi tí ní nhom ở đại school tại bom bồn trăng nhom school hay rồi này nhom sbายchết ban miền ốc ca đầm bay mau hay châu rùm cho mùi nâng cam bị chia bỏ yên ngày ní nhom trong ở quân đó lục ru sắc hòn đại cốt ban bồng riến nơi mong muốn cứ là o mình tên hay nhom cất thà phải hay chia bỏ ra trong ốc ní có vô prom cho mùi nhom đài ní chia với đại dương trâu ca nông chỉ vật robot dương tu bây dương ca của man nam có đói nhóm chất đo đọc from buồn nam để bàn cáហើយនិយាយទៅគឺអាពីជាអ្វីមួយដែលយើងមិនដែលអាចទុកឲ្យមានដំណើរការតាមស្វ័យប្រវត្តិទេបើស្វ័យប្រវត្តិគឺតែងតែចាប់ផ្ដើមខូចទៅបើយើងចង់ទៅឲ្យវារងមាំរហូតទៅត្រូវយើងចំណាយពេលឲ្យខំប្រឹងមែនតើឲ្យតែជួយឲ្យតែដូចជាដោះស្រាយពីបញ្ហាណាមួយឲ្យតែយើងដូចសម្រួលអំពីរឿងណាដែលកើតក្នុងជីវិតរបស់យើងដូច្នេះមូលហេតុនេះដែលខ្ញុំគិតថាសិក្ខាសាលាដូចនេះម្ដងពីរដងក្នុងមួយឆ្នាំសំខាន់មែនទែនហើយដូច្នេះខ្ញុំចង់ទៅអរគុណលោកគ្រូសម្រាប់មេរៀនហ្នឹងខ្ញុំអត់ហ៊ានអរគុណអ្នកគ្រូពីព្រោះខ្ញុំអត់បានស្ដាប់ដូច្នេះខ្ញុំអត់ដឹងប៉ុន្តែខ្ញុំគិតប្រហែលជាអ្នកគ្រូអ្នកដែលសរសេរមេរៀនរបស់គាត់ហើយដូច្នេះមូលហេតុនេះខ្ញុំគិតប្រហែលជាអរគុណអ្នកគ្រូសម្រាប់មេរៀនគាត់ព្រោះខ្ញុំដឹងថាគឺជាអ្នកដែលសរសេរប៉ុន្តែយើងចង់តែអរគុណសម្រាប់ឱកាសដែលយើងបានចូលរួមថ្ងៃនេះដូច្នេះយើងចង់ចាប់ផ្ដើមដោយសូមបងប្អូនបាទព្រះគម្ពីរមើលក្នុងម៉ាឡាគីចំពុក2ប៉ុន្តែគេមកតួនចង់អានពីនឹងចង់ចាប់ផ្ដើមដោយលោកឧទាហរណ៍សិនហើយខ្ញុំមកតួនអានពីព្រះគម្ពីរប្រហែលជា5នាទីទៀតបានខ្ញុំចាប់ផ្ដើមអានយើងនឹងមើលច្រើនកន្លែងឲ្យលឿនដែរបងប្អូនដែលធ្លាប់តែឮខ្ញុំអធិប្បាយច្រើនតែគេដឹងពីចំណុចពីខ្ញុំមួយចូលចិត្តតែលើករបស់របរដើម្បីបាក់ឲ្យគ្រប់គ្នាយកស្រួលដែរដូចជាចង់លើកឧទាហរណ៍ផ្សេងៗថ្ងៃនេះក៏ដូចគ្នាដែរមួយទៀតគួរឲ្យខ្មាស់គឺគ្រប់គ្នាគេដឹងថាអធិប្បាយយូរពេកហើយពិបាកនឹងឈប់ដែរដូច្នេះថ្ងៃនេះខំប្រឹងឲ្យតែដល់ម៉ោងត្រឹមត្រូវពីព្រោះថ្ងៃនេះខ្ញុំត្រូវប្រញាប់ទៅពីព្រោះនៅក្រុមជំនុំរបស់យើងល្ងាចប្រជុំគ្នាដែរដូច្នេះមុនដែលយើងអាននៅក្នុងព្រះគម្ពីរខ្ញុំចង់តែបង្រៀនមេរៀនមួយខ្លីៗគឺមួយនេះខ្ញុំអត់មិនចាំបាច់បងប្អូនមើលគម្ពីរពីព្រោះមេរៀនទី1នេះហើយអត់មានក្នុងគម្ពីរទេគឺមួយនេះមែនបាទខ្ញុំដាក់ខាងនេះអត់ដឹងបងប្អូនទាំងអស់គ្នាខាងនេះមើលឃើញបានឬទេខ្ញុំឲ្យក្រោយបន្តិចនេះរបៀបឲ្យគូរូបភាពស្អាតដូច្នេះមូលហេតុនេះបានខ្ញុំយកនេះខ្ញុំអត់ដឹងគេហៅអីអង់គ្លេសហៅ canvas ខ្មែរហៅអីមិនដឹងនេះដឹងហើយសូមបណ្ដាយអំពីនេះហើយអត់ដឹងហៅអីប៉ុន្តែខ្ញុំចង់បរៀនអ្នកណានៅទីនេះពូកែគូរូបអ្នកណាដែលគេចេះហើយខ្ញុំដឹងហើយលោកគ្រូខ្នរោក៏ចេះខ្ញុំចេះតិចល្មមដើម្បីបង្រៀនបងប្អូនតែត្រឹមនេះបាទអញ្ចឹងខ្ញុំចង់តែយកមួយនេះហើយខ្ញុំចង់ព្យួរនៅលើនេះបាទហើយខ្ញុំបានយកនេះហើយទៀតបាទចង់សេរីវាបាទសាក់ម្ដងទៀតអូខេបាទហើយខ្ញុំយកនេះទៀតសម្រាប់អត់អី
អត់អីទេពួកខ្ញុំយកនេះទេខ្ញុំសាក់នេះមួយអត់អីសាក់នេះសិនអូខេនេះប្រហែលជាល្អជាងដូច្នេះខ្ញុំត្រូវតែរៀនទៅបងប្អូនឲ្យដឹងតែថ្ងៃនេះខ្ញុំអត់បានយកថ្នាំមែនទែនប៉ុន្តែខ្ញុំចង់ប្រាប់ថាយើងចង់តែគូររូបមួយស្អាតដូចក្នុងរបៀបនេះហើយគឺយើងចង់ដូចសេរីវាឲ្យត្រឹមត្រូវអូខេឥឡូវវាអត់ទាន់ត្រង់ទេចង់ស្រែវិញតិចអូខេឥឡូវខ្ញុំដូរចិត្តហើយខ្ញុំដូរមេរៀនអត់មានរៀនមួយនឹងទៀតទេខ្ញុំចង់ដូរមេរៀនខ្ញុំមានមេរៀនមួយក្រោយដែលចង់ដាក់ដូចនេះវិញរបៀបឲ្យព្យួររូបភាពនៅលើជញ្ជាំងឲ្យជាប់នេះមេរៀនដែលខ្ញុំចង់រៀនឥឡូវនេះហើយបងប្អូនយល់ទេមានន័យថាមេរៀនដែលខ្ញុំចង់បង្រៀនពីមុនគឺជាមេរៀនល្អពេលខ្ញុំប្រាប់ពីមួយនោះឃើញគ្រប់គ្នាគេចង់ដឹងមែនទេប៉ុន្តែបញ្ហាមួយគឺខ្ញុំរៀនមួយនេះអត់កើតដោយសាររូបរបស់ខ្ញុំអត់ជាប់មិនឲ្យខ្ញុំរៀបមេរៀននេះហើយឲ្យតែបងប្អូនគូស្អាតនោះហើយរាល់ដងដែលខ្ញុំចាប់ផ្ដើមចំរៀនវាធ្លាក់ហ្មងវាធ្លាក់ទៀតអត់ជាប់ហើយនិយាយទៅមុនដំបូងធ្លាក់បងប្អូនស្មានថាកើតដោយចៃដន្យមែនសូម្បីតែគាត់ក៏ចង់ជួយខ្ញុំមែនទេខ្ញុំថាចេញទៅរឿងរបស់ខ្ញុំផ្ទាល់ចេញទៅនិយាយទៅមួយនេះខ្ញុំចង់លើកដើម្បីឲ្យយើងយល់អំពីបញ្ហានេះមួយអ្វីដែលខ្ញុំចង់និយាយឥឡូវនេះហើយគួរឲ្យសោកស្ដាយខ្ញុំចង់លើកអំពីមេរៀនមួយទៀតរបៀបមិនមែនឲ្យគូរូបរបៀបឲ្យមានអាពាហ៍ពិពាហ៍ល្អអ្នកណាចាប់អារម្មណ៍អំពីមួយហ្នឹងសូមលើកដៃអ្នកណាមានចំណាប់អារម្មណ៍ពីមួយហ្នឹងចង់ដឹងមែនទែនខ្ញុំក៏ចាប់អារម្មណ៍ដែរហើយមូលហេតុនេះច្រើនតែខ្ញុំចូលចិត្តអានសៀវភៅមានឃើញសៀវភៅណាមួយឬក៏មានសិក្ខាសាលាណាមួយមានអីខ្លះខ្ញុំចង់តែស្ដាប់ចង់យកចិត្តទុកដាក់ហាត់អ្វីពីព្រោះខ្ញុំចង់មានអាពាហ៍ពិពាហ៍ដ៏ល្អអញ្ចឹងខ្ញុំត្រូវរៀនឲ្យចេះរបៀបដើម្បីមានអាពាហ៍ពិពាហ៍ដ៏ល្អប៉ុន្តែបញ្ហាមួយគឺក្នុងក្រុមជំនុំរបស់យើងច្រើនសពថ្ងៃយើងពិបាកនឹងបរៀនគេអំពីមេរៀននេះហេតុអ្វីពីព្រោះទោះបើយើងចង់បរៀនគេឲ្យចេះគូររូបស្អាតប៉ុន្តែគេអត់ទាន់បានជាប់មិនឲ្យយើងរៀនអំពីអាពាហ៍ពិពាហ៍មានមេរៀនមួយដែលត្រូវជាងសពថ្ងៃគឺជារបៀបឲ្យមានអាពាហ៍ពិពាហ៍ដែលជាប់នៅរហូតហើយខ្ញុំចង់ឲ្យបងប្អូនយល់ដូចនេះថាមួយនេះហើយនឹងមួយនេះទាំងពីរសំខាន់កុំយកច្រឡំខ្ញុំកុំយកច្រឡំគិតថាខ្ញុំថាមួយនេះអត់សំខាន់ទេមួយនេះសំខាន់មែនទេប៉ុន្តែសពថ្ងៃនេះហើយគឺគេមកដឹងអំពីប្រមាណភាគរយនៅស្រុកខ្មែរប៉ុន្តែនៅប្រទេសរបស់ខ្ញុំគឺត្រឹម 50% ក្នុងចំណោមមនុស្សដែលគេរៀបការអត់ជាប់ឡើងគ្នាហើយ 50% មិនមែនតិចទេគឺច្រើនហើយសពថ្ងៃដែលខ្ញុំនៅស្រុកខ្មែរហើយខ្ញុំនៅស្រុកខ្មែរជិត15ឆ្នាំហើយខ្ញុំឃើញថានេះជាបញ្ហាដ៏ធំមែនតែននៅស្រុកខ្មែរនេះដែរដែលយើងខំតែបរៀនគាត់ឲ្យមានអាពាហ៍ពិពាហ៍ដ៏ល្អប៉ុន្តែស្រាប់តែខ្ញុំព្រះរំលឹកខ្ញុំឲ្យដឹងខ្លួនថានេះអត់ទាន់ដល់ដំណាក់កាលត្រឹមនឹងទេសំខាន់លេខ1បរៀនគេឲ្យមានអាពាហ៍ពិពាហ៍ដែលជាប់នៅរហូតសិន
ពីព្រោះបើយើងមិនអាចជាប់បើប្តីមិនអាចជាប់នឹងប្រពន្ធបើសិនណាស្ត្រីមិនអាចជាប់នឹងប្តីដែលគេបានសន្យាពីមុនថាយើងនឹងរៀបការឲ្យជាប់គ្នារហូតដល់ស្លាប់មិនឲ្យយើងមានរៀនបន្តឲ្យតែរងមាំឲ្យតែស្គាល់គ្នាកាន់តែច្រើនឡើងច្បាស់ឲ្យមានអាពាហ៍ពិពាហ៍ដ៏រងមាំដ៏ល្អដែលជាគំរូល្អទៅមុខគេហាក់ដូចជាដំណាក់កាលមុនបង្អស់បានជាយើងបរាជ័យហើយព្រោះហើយជាបងប្អូនត្រូវឆ្ងល់ថាក្នុងចំណោមពួកយើងដែលមកថ្ងៃនេះមកចូលរួមក្នុងការស្វាអត់មានអ្នកណាដែលបែកគ្នាទេមើលយើងមកបកគូដែរខ្លះក៏ទឹករៀបការថ្មីដែរប៉ុន្តែខ្ញុំចង់ប្រាប់ថាអរិយសតាំងវាមានគោលបំណងសម្រាប់ថ្ងៃអនាគតរបស់អ្នកអត់ឲ្យជាប់ទេអរិយសតាំងមានគោលបំណងវាមានសេចក្តីបងប្រាថ្នាដើម្បីធ្វើឲ្យតែអាពាហ៍ពិពាហ៍របស់យើងក្នុងក្រុមជំនុំនីមួយឲ្យខូចទៅអរិយសតាំងមិនចង់ឲ្យតែគ្រប់គ្នា7 8គូដែលលេងមិញដែរហើយគឺអរិយសតាំងអត់ចង់ឲ្យតែគេជាប់នៅរហូតទេអរិយសតាំងចង់ធ្វើឲ្យតែនិយាយទៅសូម្បីតែមនុស្សក្នុងលោកីដែលបែកគ្នាលេងគ្នាច្រើនអរិយសតាំងចង់ធ្វើឲ្យតែអ្នកគ្រីស្ទានក៏លេងគ្នាច្រើនដែរខ្ញុំជឿថាអរិយសតាំងវាចង់ធ្វើឲ្យអ្នកគ្រីស្ទានបែកគ្នាជាងអ្នកក្នុងលោកីពីព្រោះនោះធ្វើឲ្យលោកីមានមូលហេតុដើម្បីមើលនិយាយដល់ព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទដូច្នេះសំខាន់មែនទែនឲ្យតែយើងរៀនខ្ញុំមកថាមេរៀននេះអត់សំខាន់ទេនិយាយទៅខ្ញុំចង់ប្រាប់មេរៀនដែលលោកគ្រូសខនបានបង្រៀនយើងនៅថ្ងៃនេះហើយគឺដូចនេះគឺជា5ចំណុចដែលប្រពន្ធរបស់យើងត្រូវការជាតម្រូវការរបស់ប្រពន្ធយើងគឺជារបៀបដើម្បីឲ្យតែយើងមានអាពាហ៍ពិពាហ៍ដ៏ល្អខ្ញុំអត់បាននៅជាមួយស្រីដែលខ្ញុំជឿថាអ្នកគ្រូក៏បង្រៀនស្រដៀងដែរហើយខ្ញុំសង្ឃឹមថាគាត់អត់បង្រៀនអំពីរបៀបដើម្បីឲ្យធ្វើបាក់ប្តីរាល់ថ្ងៃអត់មានចឹងទេខ្ញុំគិតថាបានគាត់មានមេរៀនដែលថាជារបៀបឲ្យមានអាពាហ៍ពិពាហ៍ដ៏ល្អក្នុងនាមជាប្រពន្ធក្នុងនាមជាប្តីដែលគេបរៀនចឹងល្អហើយក្នុងក្រុមជំនុំរបស់ខ្ញុំច្រើនតែខ្ញុំបរៀនដូចនេះដែរប៉ុន្តែខ្ញុំនិយាយត្រង់សពថ្ងៃខ្ញុំបារម្ភអំពីបញ្ហានេះមួយដូចមិញដែលខ្ញុំថាខ្ញុំចង់បរៀនបងប្អូនឲ្យចេះគូណាប៉ុន្តែពេលដែលខ្ញុំចាប់ផ្ដើមបាយចេញពីនេះវាចាប់ផ្ដើមធ្លាក់ទៅហើយជួនកាលខ្ញុំឃើញកើតឡើងក្នុងជីវិតរបស់ពួកគ្រីស្ទានខ្លះដែរគាត់ទៅរៀបការឬក៏គាត់ទៅបានជឿទៅលើព្រះយេស៊ូវគ្រីស្ទហើយគេមានដូចជាអារម្មណ៍ដូចជាសប្បាយចិត្តមែនទែនរំភើបមែនទែនចង់ដើរតាមព្រះចង់រៀនព្រះបន្ទូលចង់មកក្រុមជំនុំរហូតល្អហើយមិនខ្ញុំតាំងណាត់ចង់ជួបជុំជាមួយគេម្ដងមួយសប្ដាហ៍អីដើម្បីបរៀនគេមិនមែនបរៀនគេឲ្យគូររូបគឺបរៀនគេឲ្យមានអាពាហ៍ពិពាហ៍ល្អហើយប៉ុន្តែពេលដែលខ្ញុំកំពុងរៀបតាំងណាត់ហើយដល់ថ្ងៃក្រោយបានគេទេមកខ្ញុំបែកគ្នាហើយចាំបាច់ទេបែកគ្នាហើយព្រោះពេលដែលខ្ញុំឮពីហ្នឹងបានខ្ញុំស្ដាយនេះហាក់ដូចជាដំណាក់កាលទី1នេះមេរៀនដែលត្រូវយើងចេះមុនគេបង្អស់ចាំមេរៀនទី2ខាងឡានឃីវមែនចាំទេមេរៀនទី2តែនេះមិនមានមេរៀនទី2នេះមេរៀនទី1មានន័យថាមេរៀនមួយនេះគឺជាគ្រឹះដែលយើងអាចនឹងចាប់ផ្ដើមស្អាងអាពាហ៍ពិពាហ៍ដ៏រឹងមាំពីលើនេះហើយប៉ុន្តែខ្ញុំសោកស្ដាយមែនទែនពីព្រោះសពថ្ងៃមានប្រុសច្រើនស្រីច្រើនដែលអត់សូវមានការជឿជាក់ប្រមាណក្នុងអាពាហ៍ពិពាហ៍របស់គេច្រើនតែមានបរិះម្នាក់ស្រឡាញ់ព្រះមែនទែនតែប្រពន្ធរបស់គាត់ថាខ្លួនអញគ្រីស្ទានតែគាត់អត់សូវត្រឹមត្រូវនឹងប្តីហើយនឹងប្តីក៏អត់សូវមានការជឿជាក់ខ្លាំងបើយើងសួរគាត់ថាចូលយ៉ាងម៉េចដែរ2ឆ្នាំ3ឆ្នាំ5ឆ្នាំទៅមុខទៀតមិនដែរអត់ដឹងដែរ
សង្ឃឹមថានៅជាប់តែអត់ដឹងប្រកបទេทีนี้អត់ការទេថាអ្វីដោយសារមានរឿងអត់ត្រូវគ្នាដោយមានរឿងខ្វះមិនថាអត់ត្រូវគ្នាពីរនាក់ប៉ុន្តែម្នាក់អត់ត្រូវនឹងព្រះម្នាក់ទៀតចង់ដាស់តាមព្រះឬក៏ជារឿងផ្សេងច្រើនដែលធ្វើដូចជារុញជួយដីដល់ដល់អាពាហ៍ពិពាហ៍យើងចង់បានអាពាហ៍ពិពាហ៍ដ៏រឹងមាំតម្រូវឲ្យយើងរៀនឲ្យចេះមានអាពាហ៍ពិពាហ៍ដែលជាប់នៅរហូតពីព្រោះនេះហើយដែលយើងបានមានគោលបំណងពេលណាដែលយើងការខ្ញុំអត់ដែលបានទៅអាពាហ៍ពិពាហ៍កម្មវិធីរបស់គេណាខ្ញុំអត់ដែលបានទៅឬគេសន្យាគ្នាថាខ្ញុំសន្យាខ្ញុំនឹងស្រឡាញ់ដល់អូនរហូតដល់អស់6ខែខ្ញុំអត់ដែលឮគេថាអញ្ចឹងបងប្អូនដែលឮអត់ខ្ញុំអត់ដែលឃើញគេដាក់កំណត់ណាក្នុងអាពាហ៍ពិពាហ៍ដែលគេសន្យាប្តីទៅប្រពន្ធទៅប្តីក្រៅពីមួយនេះដែលថារហូតដល់ស្លាប់ទោះបើអាពាហ៍ពិពាហ៍ខាងលោកីក៏ដូចគ្នាដែរប៉ុន្តែហេតុអ្វីបានជាច្រើនតែបែកគ្នាគូសោកស្ដាយច្រើននៅស្រុកខ្មែរនេះហើយដែលខ្ញុំជួបគេពេលផ្សាយនៅអឬក៏យើងជួបអ្នកថ្មីឃើញគាត់នៅក្មេងអាយុ22អាយុ23អាយុ24ស្មានតែនៅលាវដោយសារយើងអត់មានឃើញប្តីឬប្រពន្ធឬគ្រួសារតែស្រាប់តែយើងសួរថាមានប្តីមានប្រពន្ធអីចឹងហើយគេថាធ្លាប់គ្នាអ្នកណាធ្លាប់ទៅពិសោធន៍ចឹងដែរធ្លាប់ទៅពិសោធន៍ចឹងធ្លាប់តែឃើញចឹងដែរគឺយើងដូចជាយើងជួបគេថាធ្លាប់តែមានខ្ញុំចង់និយាយថាតើអ្នកមើលទៅអាយុតែ22 23ឆ្នាំថាធ្លាប់តែមានមិនចឹងដែរខ្ញុំអត់ថាអញ្ចឹងប៉ុន្តែខ្ញុំគិតអញ្ចឹងក្នុងចិត្តពិបាកក្នុងចិត្តមានន័យថាអាយុនៅតិចមែនតើប៉ុន្តែអរិយសតាំងបានទទួលជោគជ័យយ៉ាងខ្លាំងមែនតើក្នុងជីវិតរបស់គេតែម្ដងកុំឲ្យបងប្អូនយល់ច្រឡំថ្ងៃនេះខ្ញុំមិនមែនស្អប់ដល់មនុស្សដែលធ្លាប់តែលែងគ្នាពីប្តីឬប្រពន្ធអត់មានស្អប់ដូចនឹងទេជួនកាលមនុស្សខ្លះគេថាមិនគួរតែនិយាយខ្លាំងដូចនេះហើយពីព្រោះមានគេខ្លះគេធ្លាប់តែពីសោកអញ្ចឹងកុំឲ្យតែគេអន់ចិត្តប៉ុន្តែតាមខ្ញុំគិតគឺមនុស្សដែលធ្លាប់ពីសោកអញ្ចឹងគេជាមនុស្សដែលគ្រប់គ្រងការព្រមានរបស់ខ្ញុំដែលខ្ញុំខំតែប្រាប់ទៅអ្នកដែលនៅលាវប្រយ័ត្នឲ្យរៀបការត្រឹមត្រូវដើម្បីកុំឲ្យលែងគ្នាក្នុងរយៈ1ឆ្នាំទៅ2ឆ្នាំហើយបានខ្ញុំថាអញ្ចឹងអ្នកដែលធ្លាប់តែមានបញ្ហាបែកគ្នាលែងគ្នាហើយបានគេថាមែនហើយមិនមែនគេដែលអន់ចិត្តគឺគេដែលជួយគ្រប់គ្រងដែលយើងថាអញ្ចឹងថាអ្វីពីព្រោះគេធ្លាប់តែឈឺចិត្តឈឺដូចជាឈឺចាប់មែនតើច្រើនជាងយើងដែលអត់ដែលពិសោធន៍ចឹងដែរបានគេដឹងដូច្នេះកុំឲ្យបងប្អូនយល់ច្រឡំថាអូគាត់គ្រាន់តែស្អប់យើងស្រឡាញ់តែអ្នកណាអត់ទាន់បាននេះលែងគ្នាចឹងហើយមិនមែនចឹងទេពីព្រោះព្រះអង្គព្រះយេស៊ូវក៏តែងតែប្រកបដោយសេចក្តីមេត្តាករុណានិងមនុស្សគ្រប់យ៉ាងទោះបើអតីតកាលរបស់គាត់ក៏យ៉ាងណាក៏ដោយក៏គាត់តែងតែព្រះយេស៊ូវតែងតែទទួលហើយតែងតែផ្ដល់ដោយព្រះគុណនិងសេចក្តីមេត្តាករុណាទៅអស់ទាំងមនុស្សដែលមានចិត្តដែលដូចជាចង់បន្ទាបខ្លួនហើយមានក្តីជំនឿទៅលើព្រះអង្គប៉ុន្តែគ្រាន់តែខ្ញុំចង់ប្រាប់សម្រាប់បងប្អូនដែលសពថ្ងៃអ្នករៀបការសូម្បីតែ19ឆ្នាំដូចខ្ញុំឬក៏1ឆ្នាំឬ2ឆ្នាំ5ឆ្នាំ10ឆ្នាំឬប្រហែលឆ្នាំក៏ដោយខ្ញុំចង់ប្រាប់ថាព្រះអង្គសពប្រហារទេឲ្យអ្នកនៅជាប់ដល់ពីកាលលោកគ្រូដល់ថ្ងៃដែលស្លាប់ខ្ញុំធ្លាប់តែឮរឿងខ្ញុំចង់និយាយថា complaint និយាយទៅអត់ complaint ទេប៉ុន្តែมันមានរឿងប៉ាត់ដូច្នេះយើងអាចសោតបានពីព្រោះมันមានរឿងប៉ាត់ប៉ុន្តែពីម្នាក់ដែលគេថាតាំងពីប្រពន្ធនឹងខ្ញុំបានរៀបការយើងថាអត់ដែលលេងគ្នាយើងសន្យាប្រកាសជាអត់ដែលលេងគ្នាគាត់ថាដូច្នេះខ្ញុំអត់ដែលចូលក្នុងលបួងដើម្បីចោលប្រពន្ធទេខ្ញុំសន្យាប្រកាសរៀបការរហូតដល់ស្លាប់ដូច្នេះគាត់ថាមានពី3ដងដែលខ្ញុំធ្លាប់ចូលក្នុងលបួងដើម្បីសម្លាប់គាត់ដើម្បីឲ្យតែផ្ដាច់ដល់តែអត់ដែលចូលក្នុងលបួងដើម្បីឲ្យលេងគ្នាជាមួយនឹងគាត់នេះមិនមែនរឿងប៉ាត់ទេគាត់តែនិយាយលេងប៉ុន្តែខ្ញុំចង់ប្រាប់ថាគោលបំណងរបស់ព្រះសម្រាប់មនុស្សណាដែលរៀបការក្នុងរយៈពេលនេះតែម្ដងគឺឲ្យអ្នកនៅជាប់
ហើយខ្ញុំយ៉ាងដឹងថាគោបំណងរបស់រយៈសតាំងគឺផ្ទុយពីនឹងតាមម្ដងវាចង់តែរកបង្ខូចដល់ពីនេះមួយដូច្នេះខ្ញុំចង់តែសុំបាក់គម្ពីរមើលដូចខ្ញុំប្រាប់ហើយម្ដងក្នុងម៉ាឡាគីខ្ញុំខ្លាចតែយើងអត់មានពេលសម្រាប់នេះទាំងអស់ទេម៉ាឡាគីចំពុក2កន្លែងខ្លះខ្ញុំនិយាយត្រង់កន្លែងខ្លះខ្ញុំគ្រាន់តែហៅកន្លែងតែខ្ញុំអត់ដាក់មើលទេខ្លាំងលោយើង2ម៉ោងបើយើងមើលសិតអស់ដូច្នេះយើងត្រូវលឿនតិចជប់មកខ្វះ15នាទីមុនម៉ោង5អូខេចឹងខ្ញុំសល់20នាទី51នាទីបាទម៉ាឡាគីលោកីនេះបងប្អូនដែលជាអ្នកគ្រីស្ទានសូមបាយថាអត់ទៅយូរប្រហែលទេបើអ្នកធ្លាប់ជាគ្រីស្ទានប្រហែលខែឬជាពិសេសប្រហែលឆ្នាំអ្នកដឹងហើយយោបល់របស់លោកីច្រើនតែផ្ទុយពីយោបល់របស់ព្រះផ្ទុយពីគ្នាទាំងស្រុងហើយក្នុងបញ្ហានេះប្រកាសជាផ្ទុយពីគ្នាតែម្ដងពីព្រោះលោកីនេះច្រើនតែយោបល់របស់គេពេលណាដែលយើងអត់ត្រូវគ្នាប្តីប្រពន្ធឬក៏បើអត់ត្រូវគ្នាបញ្ហាបន្តិចបន្តួចគេថាអត់អីទេអាចនៅជាប់បានប៉ុន្តែបើយើងចាប់ផ្ដើមមានរឿងធំមែនតើមានរឿងធំអត់ត្រូវគ្នាធំមែនតើឆ្លោះគ្នាដូចជាលោកគ្រូសខនបានប្រាប់យើងពី4ដូចជា4យ៉ាងដែលប្តីប្រពន្ធច្រើនតែឆ្លោះគ្នាហើយប៉ុន្តែយោបល់របស់លោកនេះច្រើនតែថាបើសិនមានរឿងធំឲ្យតែបែកគ្នាតែម្ដងជាពិសេសមួយនេះដែលគេថាពីព្រោះនេះច្រើនតែមនុស្សច្រើនគេចង់ដោះសារច្រើនតែគេថាអត់ទៅស្រឡាញ់ដូចពីមុននៅអាមេរិកមួយនេះច្រើនតែយើងឮមុនដំបូងស្រឡាញ់សប្តាហ៍អត់ទៅស្រឡាញ់អញ្ចឹងនេះជាយោបល់ដែលខ្ញុំឮច្រើនដងមែនទែននៅសហរដ្ឋអាមេរិកគេថាមិនគួរសមសម្រាប់ឲ្យតែអ្នកត្រូវជាប់ក្នុងអាពាហ៍ពិពាហ៍ជាមួយនឹងម្នាក់ដែលយើងអត់ស្រឡាញ់ដូច្នេះបើថាលែងស្រឡាញ់ឲ្យតែលែងគ្នាតែម្ដងអ្នកមានសិទ្ធិដើម្បីសប្បាយអ្នកមានសិទ្ធិដើម្បីឲ្យខ្លួនសប្បាយរីករាយដូច្នេះបើខ្លួនអត់រីករាយជាមួយនឹងគាត់បើខ្លួនឯងអត់ទៅពេញចិត្តជាមួយនឹងគាត់ឲ្យតែបែកគ្នាលែងគ្នាតែម្ដងហើយខ្ញុំចង់សួរសូម្បីតែយើងនៅស្រុកខ្មែរនេះមិនមែននៅអាមេរិកដែលខ្ញុំឮតែខ្ញុំចង់សួរបងប្អូនធ្លាប់តែឮគេថាអញ្ចឹងដែរខ្ញុំលើកដែរធ្លាប់ឮគេថាដូចនេះអ្នកមានសិទ្ធិឲ្យខ្លួនឯងសប្បាយបើខ្លួនឯងលែងទៅសប្បាយបើគេថាទៅស្រីស្អីបើសិនណាខ្លួនឯងអត់ទៅសប្បាយអត់ទៅស្លាប់នៅប្តីដូចពីមុនហើយដែរឲ្យតែលែងគ្នាទៅច្រើនតែគេថានៅមានត្រីទៀតនៅក្នុងសំណល់ប៉ុន្តែនេះគឺជាយោបល់ដែលផ្ទុយពីដែលព្រះប្រាប់គឺផ្ទុយពីគ្នាទាំងស្រុងក្នុងម៉ាឡាគីយើងមើលម៉ាឡាគីចំពុក2មិនមែននិយាយអំពីអាពាហ៍ពិពាហ៍បាទអ្នកឮចឹងប្រហែលជាអ្នកឆ្ងល់ថាហេតុអ្វីលោកគ្រូចង់លើកពីព្រោះនេះយើងត្រូវអភិបាលពីអាពាហ៍ពិពាហ៍ប៉ុន្តែមួយនេះគឺនិយាយអំពីព្រះអង្គមិនសពប្រហារទេនឹងប្រទេសអ៊ីស្រាអែលដោយសារគេបានបោះបង់ចោលលះបង់ចោលអំពីព្រះយេហូវ៉ាដើម្បីតាមព្រះរូបព្រះជាព្រះខ្លាំងខ្លាយផ្សេងៗនោះហើយព្រះអង្គតែងរត់ពួកអ៊ីស្រាអែលជាប្រពន្ធរបស់ខ្លួនត្រង់ដូច្នេះដែលគេចាប់ផ្ដើមតាមរូបព្រះនិងព្រះខ្លាំងខ្លាយក្នុងតំបន់របស់គេក្នុងកាណាននោះហើយព្រះអង្គមានអារម្មណ៍ដូចជាបរិះម្នាក់ដែលឃើញថាប្រពន្ធដែលធ្លាប់តែស្រឡាញ់ខ្ញុំស្មោះត្រង់ខ្ញុំឥឡូវគាត់ចោលខ្ញុំដើម្បីរកបរិះម្នាក់ផ្សេងព្រះមានអារម្មណ៍ដោយដែលមនុស្សដែលមានបញ្ហានោះដែរក៏មានអារម្មណ៍ដែរគឺយើងមានអារម្មណ៍ពិបាកចិត្តអត់ចូលចិត្តទេពីព្រោះពេលណាដែលយើងដឹងថាគឺសម្រាប់ជាអចិន្ត្រៃយ៍តែម្ដងប៉ុន្តែមូលហេតុនេះដែលខ្ញុំចង់អានពីនេះដើម្បីឲ្យយើងដឹងថាតើព្រះអង្គមានអារម្មណ៍យ៉ាងម៉េចដែរអំពីអាពាហ៍ពិពាហ៍ហើយជាពិសេសអំពីការលែងគ្នាក្នុងអាពាហ៍ពិពាហ៍ដូច្នេះខ្ញុំចង់ទៅអានពីចាប់ផ្ដើមអានពីខ11
Judah ban kebotហើយក៏មានគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើមនៅក្នុងពួកអ៊ីស្រាអែលហើយនៅក្រុងយេរូសាឡឹមដែរដវិតយូដាបានបង្អាត់សេចក្តីដែលបរិសុទ្ធដល់ព្រះយេហូវ៉ាជាសេចក្តីដែលគួរឲ្យគេបានស្រឡាញ់វិញគឺបានយកកូនស្រីរបស់ព្រះដទៃធ្វើជាប្រពន្ធហើយមូលហេតុដែលនេះជាបញ្ហាពីព្រោះព្រះអង្គចង់រាប់ពួកអ៊ីស្រាអែលដូចជាប្តីប្រពន្ធនឹងគេស្មោះត្រង់ព្រះតែងស្មោះត្រង់គេចង់ឲ្យគេស្មោះត្រង់ត្រង់វិញប៉ុន្តែក្នុងនេះហើយព្រះអង្គអត់сөសពរហ័តទេមើលក្នុងខ12ព្រះយេហូវ៉ាទ្រង់នឹងកាត់មនុស្សដែលប្រព្រឹត្តអំពើយ៉ាងនេះចេញពីត្រសាលយ៉ាកុបទៅទាំងគ្រូទាំងសិស្សហើយទាំងអ្នកដែលយកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ានៃពួកពលបរិវារផងហើយមានការនេះសំទោសបាទហើយមានការនេះដែលឯងរាល់គ្នាធ្វើទៀតគឺឯងរាល់គ្នាគ្រាប់បាំងអាសនៈនេះយើងអត់មានពេលអានទាំងនោះហើយខ្ញុំចង់រហូតដល់មើលរហូតដល់ខ16ចុងក្រោយខ16ចង់មើលនេះមួយត្បិតឯងស្អប់ការលះលែងគ្នាណាស់អានតែប៉ុណ្្នឹងចប់ខ្ញុំចង់សួរមកឃ្លាហ្នឹងហើយ6 7ពាក្យហ្នឹងហើយពិបាកយល់អត់ព្រះនិយាយជ្រៅឬក៏លះអត្ថន័យរបស់ទ្រង់គឺអត់សោះព្រះនិយាយត្រង់និយាយច្បាស់ទៅទៀតព្រះថាដបិតអញស្អប់បងប្អូនត្រូវយកចិត្តដាក់ពាក្យការលះលែងគ្នាណាមែនទេខ្ញុំស្អប់អ្នកលះលែងគ្នាមូលហេតុនេះដែលខ្ញុំប្រាប់បងប្អូនថាយើងដឹងថាព្រះអង្គស្រឡាញ់យើងជួនកាលអ្នកគ្រីស្ទានខ្លះលែងគ្នាប្តីប្រពន្ធព្រះអង្គអត់ចោលអ្នកធ្លាក់ទៅឋាននរកទេយើងបានសុវត្ថិភាពក្នុងព្រះហស្ថរបស់ព្រះអង្គក្នុងនាមជាកូនរបស់ព្រះអង្គហើយនៅអតីតកាលបើធ្លាប់មានរឿងណាមួយកើតឡើងគឺយើងមកសុំព្រះអត់ទោសហើយព្រះអង្គអាចអត់ទោសដល់អំពើបាបណាក៏ដោយសូម្បីតែបាបដែលលះលែងគ្នាតែម្ដងប៉ុន្តែគ្រាន់តែព្រះចង់ប្រាប់អំពីព្រះអង្គមានអារម្មណ៍យ៉ាងម៉េចព្រះថាអញស្អប់ថាអ្វីដែលព្រះចង់ប្រាប់ហើយអ្វីដែលខ្ញុំចង់លើកថ្ងៃនេះពីព្រោះបញ្ហាគឺសពថ្ងៃក្នុងលោកីនេះហើយច្រើនតែយើងអត់ស្អប់ថាលះលែងគ្នាទេយើងអត់ស្អប់ទេយើងថាអូជាការធម្មតាជួនកាលមានមូលហេតុជួនកាលមានចិត្តជួនកាលយើងរកវិធីណាដើម្បីរួចយើងអត់មានពេលសម្រាប់អានទាំង3នេះហើយប៉ុន្តែបងប្អូនគួរតែដឹងថា3ពេលលោកុបិតចំពុក2ខ24ម៉ាថាយចំពុក14ខ56អេភេសូចំពុក5ខ31ព្រះនិយាយដដែល3ដងថាត្រូវឲ្យប្រុសលាចេញពីពុកម្ដាយរបស់គាត់ទៅនៅជាមួយជាប់នឹងប្រពន្ធរបស់គាត់ហើយចុងក្រោយបានព្រះថានេះ3ដងក្នុងលោកុបិតក្នុងម៉ាថាយក្នុងអេភេសូព្រះប្រាប់ថាពីរនាក់នោះបានត្រឡប់ជាអីគេសាច់តែមួយបើមានពីរនាក់ដើរជាមួយគ្នាអាចបែកគ្នាបានប្រហែលជាត្រូវឈឺចិត្តស្រឡាញ់គ្នាបែកគ្នាអត់អីទេអនាគតទៅបានខ្ញុំផ្លេចគាត់អស់ហើយអត់អីទេអត់បញ្ហាទេប៉ុន្តែព្រះមិនថាត្រូវប្រុសស្រីឲ្យដើរជាមួយគ្នាព្រះអត់ថាអញ្ចឹងព្រះថាពីរនាក់នេះត្រឡប់ជាសាច់តែមួយដែលមានន័យថាបែកគ្នាឈឺខ្ញុំតែមួយបើអ្នកចង់យកដៃរបស់ខ្ញុំស្ដាំដៃឆ្វេងរបស់ខ្ញុំនេះហើយនឹងចាប់ផ្ដើមប្រហែកឲ្យយកមួយទៅនោះយកមួយទៀតទៅនោះមិនដែរខ្ញុំថាមិនអត់អីទេទៅចុះឈឺថាអ្វីខ្ញុំសាច់តែមួយមូលហេតុនេះដែលព្រះថាអញស្អប់ការលះលែងគ្នាណាពីព្រោះព្រះអង្គថាយើងរៀបការដែលមានន័យថាយើងមើលពីរនាក់ប្តីប្រពន្ធពីរនាក់ក្នុងប្រណិតរបស់ព្រះអង្គគឺយើងមើលឃើញពីរនាក់ព្រះឃើញម្នាក់ព្រះឃើញមួយត្រឡប់ជាសាច់តែមួយហើយព្រះចង់ឲ្យជាប់ដូច្នេះខ្ញុំចង់ប្រាប់នេះហើយខ្ញុំប្រហែលជាដាក់អត់អស់ប្រាប់អត់អស់ប៉ុន្តែខ្ញុំខំប្រាប់នេះខ្លះថ្ងៃនេះខ្ញុំចង់តែលើកអំពីមូលហេតុខ្លះ
គេមាន6តែខ្លាចថាយើងដល់តែ2 3ខ្ញុំចង់ប្រាប់មូលហេតុ6ដែលអាពាហ៍ពិពាហ៍ច្រើនតែដួលរលំកុំឲ្យអន់ចិត្តណាអូលោកគ្រូថាអញ្ចឹងយើងរកគ្នាអត់មានលែងគ្នាទេយើងរកគ្នានៅជាប់បាទហើយខ្ញុំសង្ឃឹមថា10ឆ្នាំទៀតនៅជាប់ទាំងអស់យើងអត់អាចមើលទៅអនាគតទេប៉ុន្តែបើយើងអាចមើលទៅថ្ងៃអនាគតប្រហែលជាមានមកគូក្នុងចំណោមនេះលែងស្រឡាញ់គ្នាស្អប់គ្នាធ្វើបាបគ្នាលែងគ្នាតាមដល់មួយណាលោកគ្រូអត់ដឹងនេះតាមខ្ញុំសង្ឃឹមគឺអត់មានសោះយើងសង្ឃឹមថាគ្រប់គ្នាដែលបានរៀបការនៅ5ឆ្នាំនៅ10ឆ្នាំនៅ20ឆ្នាំទៅមុខទៀតនៅជាប់ដូច្នេះមូលហេតុនេះខ្ញុំចង់ប្រាប់ពីមូលហេតុនេះយើងខ្ញុំគិតថាយើងអត់មានពេលសម្រាប់អានកូពីនេះគ្រាន់តែខ្ញុំហៅបងប្អូនកត់សរសេរក៏បានដែរទី1មូលហេតុហើយកុំឲ្យបងប្អូនថាអូតែប៉ុណ្្នឹងហើយតែខ្ញុំស្គាល់គេខ្លះមូលហេតុផ្សេងខ្ញុំមិនថានេះជាមូលហេតុអស់ហើយនេះគ្រាន់តែមូលហេតុខ្លះដែលខ្ញុំឃើញមូលហេតុមួយខ្ញុំជឿថាធំមែនទែនដែលធ្វើឲ្យអាពាហ៍ពិពាហ៍ច្រើនដួលរលំបរាជ័យតែម្ដងគឺមនុស្សអត់កោតខ្លាចព្រះមនុស្សអត់កោតខ្លាចព្រះបានជាអាពាហ៍ពិពាហ៍ច្រើនបានដួលរលំអត់កោតខ្លាចព្រះបងប្អូនថ្ងៃយកទៅទៀមមើលគម្ពីរនេះរ៉ូមចំពុក3ខ18រ៉ូមចំពុក3ខ18ហើយព្រះប្រាប់ថាក្នុងចំណោមនេះមួយដូចក្នុងរ៉ូមយើងបងប្អូនច្រើនតែធ្លាប់ទៅស្គាល់រ៉ូមចំពុក1រ៉ូមចំពុក1ហើយជាពិសេសចំពុក1ចំពុក3ដែលព្រះនិយាយច្រើនអំពីមនុស្សដែលប្រព្រឹត្តអាក្រក់ហើយក្នុងនេះហើយបានព្រះប្រាប់ថាអំពីមនុស្សមួយចំនួនដែលប្រព្រឹត្តអាក្រក់ច្រើនព្រះថាគ្មានការកោតខ្លាចដល់ព្រះនៅមុខគេឲ្យសោះគឺគ្មានសោះក្នុងជីវិតរបស់គាត់គ្មានអារម្មណ៍ដែលថាខ្ញុំកោតខ្លាចដល់ព្រះកោតខ្លាចព្រះមានន័យថាម៉េចខ្ញុំចង់តែប្រាប់ពីនេះបន្តិចនិយមន័យពីកោតខ្លាចព្រះខ្ញុំតែងបញ្យល់ដូចនេះពីចំណុចទី1យើងត្រូវនឹកចាំថាព្រះអង្គមើលឃើញទាំងអស់ហើយទី2យើងត្រូវនឹកចាំថាយើងរាល់គ្នានឹងឈរខាងមុខទីជំនុំជម្រះរបស់ព្រះអង្គបើយើងនឹកចាំអំពីហ្នឹងខ្ញុំជឿថាបើយើងនឹកចាំមែនតើហើយយើងជឿមែនតើយើងអត់ដែលមានអារម្មណ៍ឬក៏និយាយពាក្យឆ្លើយដាក់ព្រះទេយើងនឹងកោតខ្លាចចំពោះព្រះរាល់ថ្ងៃដោយព្រោះយើងដឹងថាពាក្យណាដែលខ្ញុំនិយាយអំពើដែលខ្ញុំប្រព្រឹត្តអ្វីដែលខ្ញុំធ្វើទាំងអស់សូម្បីតែគំនិតដែលខ្ញុំគិតគឺព្រះដឹងហើយអនាគតទៅខ្ញុំឈរខាងមុខទីជំនុំជម្រះព្រះនេះហើយជាសេចក្តីកោតខ្លាចដល់ព្រះប៉ុន្តែពេលដែលមនុស្សមិនកោតខ្លាចព្រះខ្ញុំចង់ប្រាប់ថាគាត់អាចធ្វើអ្វីគ្រប់យ៉ាងគ្មានអ្វីខុសគេគាត់អាចធ្វើអ្វីតាមចិត្តដូចជាជួនកាលយើងឆ្ងល់ម្នាក់នេះរៀបការហើយគាត់មានប្រពន្ធហើយប៉ុន្តែយើងឮសូរថាគាត់ចាប់ផ្ដើមមានស្រីផ្សេងយើងឆ្ងល់ថាគាត់គ្រីស្ទានដែរមិនចឹងមកពីបើយើងអត់កោតខ្លាចព្រះអាចធ្វើអ្វីគ្រប់យ៉ាងខ្ញុំអត់ថាយើងអាចធ្វើអ្វីគ្រប់យ៉ាងហើយព្រះហើយអត់មានលទ្ធផលអត់ទេមានលទ្ធផលទៀតដែរប៉ុន្តែគ្រាន់តែយើងអត់ទាន់ដឹងពីលទ្ធផលតតែថ្ងៃក្រោយដែលហួសពេលពីព្រោះយើងអត់មានកោតខ្លាចដល់ព្រះតែបើកោតខ្លាចព្រះនឹងជួយដល់អាពាហ៍ពិពាហ៍របស់យើងជួនកាលយើងខ្វះយើងគិតថាបើគ្រាន់តែខ្ញុំលាក់ពីមនុស្សខ្ញុំធ្វើនេះបានប៉ុន្តែយើងអត់បានលាក់អ្វីពីព្រះបានហើយនឹងជួនកាលប្រព្រឹត្តធ្វើបាបដល់ប្រពន្ធជួនកាលគឺប្រពន្ធដែលធ្វើបាបដល់ប្តីរបស់គាត់ទៀតដែរខ្ញុំធ្លាប់តែស្គាល់ដូចជាខ្ញុំគិតពីរឿង2មួយនិយាយទៅមកនេះធ្វើឲ្យខ្ញុំសោកសូម្បីតែមិនមានរឿងខ្លាំងទេប៉ុន្តែខ្ញុំសោកបន្តិចដោយសារនៅអាមេរិកហើយសូម្បីតែនៅស្រុកខ្មែរដែររាល់ពេលដែលមានម្នាក់វាយដៃគូគឺ 95% គឺជាប្តីវាយប្រពន្ធប៉ុន្តែនៅស្រុកខ្មែរ
នេះម្ដងបានខ្ញុំជួបស្ត្រីម្នាក់ហើយគាត់លើកដៃគាត់ថាខ្ញុំសារភាពត្រង់លោកគ្រូគាត់ថាអញ្ចឹងពេលដែលយើងប្រជុំគ្នាគាត់ថាខ្ញុំវាយប្តីរាល់ថ្ងៃខ្ញុំថាវ៉ាអញ្ចឹងខ្ញុំត្រូវសរសេរឈ្មោះរបស់ប្តីគាត់អភិធម្មសម្រាប់គាត់រាល់ថ្ងៃប៉ុន្តែរឿងមួយទៀតដែលខ្ញុំឮគឺខ្ញុំស្គាល់បរិះម្នាក់ដែលគាត់ប្រាប់ខ្ញុំនេះយូរឆ្នាំមុនហើយគាត់សុំយោបល់ពីខ្ញុំគាត់ថាលោកគ្រូខ្ញុំអត់ដឹងធ្វើអីគាត់ថាប្រពន្ធរបស់ខ្ញុំគាត់ថាគាត់ច្រើនតែជេរខ្ញុំហើយនឹងនិយាយអាក្រក់ដូចជាអត់សមទេលោកគ្រូគាត់ថាពាក្យដែលគាត់ប្រើគឺអត់សមទោះបានអ្នកណាក៏ដោយក៏យើងនិយាយទៅគាត់អត់កើតទេក៏ប៉ុន្តែគាត់ចូលចិត្តតែនិយាយពាក្យហ្នឹងដាក់ខ្ញុំហើយគាត់ប្រាប់ខ្ញុំគាត់យំទៀតគាត់ថាអត់ដឹងហេតុអីបានគាត់ធ្វើខ្ញុំអត់ដឹងធ្វើយ៉ាងម៉េចខ្ញុំចង់ប្រាប់ថាមកពីប្រពន្ធរបស់គាត់អត់កោតខ្លាចព្រះគាត់អត់គិតដូចដែលព្រះប្រាប់ថាពាក្យណាដែលចេញពីមាត់របស់យើងព្រះឮហើយពាក្យណាដែលចេញពីមាត់របស់យើងក៏យើងត្រូវតែឈរខាងមុខទីជំនុំជម្រះរបស់ព្រះអត់មានពាក្យណាធ្លាក់ដល់ដីទេគឺទាំងអស់ដែលព្រះអង្គបាននឹកចាំហើយព្រះអង្គដឹងទាំងអស់យើងត្រូវនឹកចាំពីនេះឲ្យសេចក្តីកោតខ្លាចដល់ព្រះដើម្បីជួយការពារដល់អាពាហ៍ពិពាហ៍របស់យើងបើយើងចង់ឲ្យមានអាពាហ៍ពិពាហ៍មួយដែលជាប់នៅរហូតមូលហេតុទី2ដែលអាពាហ៍ពិពាហ៍ច្រើនដួលរលំមនុស្សអត់ចេះរក្សាពាក្យសន្យារបស់ខ្លួនមនុស្សអត់ចេះរក្សាពាក្យសន្យារបស់ខ្លួនបើបងប្អូនមើលឃើញណាពី3ចំណុចប្រហែលចំណុចនេះហើយដែលខ្ញុំមានពេលប្រាប់ចង់ប្រាប់ថានេះគឺជាដូចជាប្រធានបទឬក៏ជាសេចក្តីពិតដូចជាទូលាយធំមែនតើខ្ញុំអត់និយាយតែរឿងមួយដែលថាអូប្រុសគេធ្វើចេះស្រីគេធ្វើចេះនេះគឺជាមានអត្ថន័យធំទូលាយមែនតើគឺមនុស្សអត់ខកខ្វាច់ព្រះទី2មនុស្សអត់ចេះរក្សាពាក្យសន្យារបស់គាត់មួយនោះអាចសរសេរជាកូឡូសជំពូក3ខ9កូឡូសជំពូក3ខ9ដែលព្រះប្រាប់ថាកុំកុហកគ្នាទៅវិញទៅមកគឺព្រះប្រាប់ចឹងហើយក្នុងកូឡូសជំពូក3ខ9សូម្បីតែកូឡូសនេះហើយគឺជាសបុតដែលសាវកប៉ូលបានសរសេរផ្ញើទៅដល់ក្រុមជំនុំប៉ុន្តែយើងត្រូវដឹងថាដែលយើងរៀបការគ្រប់គ្នាក្នុងនេះហើយដែលរៀបការហើយអ្នកមានតំណែងតំណង2យ៉ាងជាមួយនឹងដៃគូម្យ៉ាងឧទាហរណ៍ខ្ញុំលើឧទាហរណ៍2អ្នកនេះហើយម្យ៉ាងនេះហើយជាប្រពន្ធប៉ុន្តែម្យ៉ាងទៀតនេះហើយជាប្អូនស្រីក្នុងព្រះអង្គមានន័យថាសូម្បីតែយើងថាបងប្អូនសំទោសយើងសូម្បីតែយើងថាយើងប្តីប្រពន្ធគ្នាតែក្នុងនាមជាកូនរបស់ព្រះអង្គយើងជាបងប្អូនគ្នាដែរហើយព្រះអង្គប្រាប់ក្នុងកូឡូសនេះហើយទោះបានអ្នកណាក៏ដោយព្រះអង្គអត់ចង់ឲ្យគាត់កុហកទៅអ្នកណាទាំងអស់ប៉ុន្តែបើព្រះមិនចង់ឲ្យយើងកុហកទៅអ្នកគ្រីស្ទានដទៃខ្ញុំជឿថាមិនពិតប្រាកដជាព្រះអង្គអត់ចង់ឲ្យយើងកុហកទៅដល់ដៃគូយើងដែលជាដូចជាលោកគ្រូស្ខនបាននិយាយពីទៀងត្រង់គឺជាម្នាក់ដែលយើងត្រូវមានតំណែងតំណងចិត្តចិត្តជាងគេក្នុងលោកីទាំងមូលគឺយើងចិត្តចិត្តជាងគេជាមួយនឹងម្នាក់ហ្នឹងបកគោលតាមម្នាក់មិនឲ្យយើងកុហកប៉ុន្តែបងប្អូនដឹងទេដែលលះបើលែងគ្នាជាមួយនឹងគាត់នេះជាការកុហកមួយថាអ្វីពីព្រោះហើយគ្រប់គ្នាពេលណាលែងគ្នាគេតែងមានហេតុដោះសារខ្ញុំដឹងពីព្រោះខ្ញុំនេះមុនដំបូងខ្ញុំមកតូនជាបេក្ខជនក៏តូនជាគ្រូគង្វាលទេតែប៉ាខ្ញុំគ្រូគង្វាលហើយបងប្អូនដឹងទេបើយើងនៅក្នុងគ្រួសាររបស់គ្រូគង្វាលបានយើងលឺអីច្រើនអត់ដែរចង់លឺបានជាយើងលឺប៉ានិយាយទៅឬក៏យើងដូចជាកម្មវិធីនៅក្រុមជំនុំចប់អស់ហើយបានជាយើងនៅតែអបសុករងចាំប៉ាឲ្យតែចេញប៉ុន្តែគាត់នៅទីនោះកំពុងតែនិយាយជាមួយនឹងពីរអ្នកដែលមានរឿងមានបញ្ហាគាត់កំពុងតែចំណាយពេលច្រើនមានន័យថាជីវិតខ្ញុំតាំងពីដែលប៉ាខ្ញុំធ្វើគ្រូគង្វាលរហូតដល់សប្តាហ៍នេះគឺជិត40ឆ្នាំមូលហេតុនេះដែលខ្ញុំថាខ្ញុំធ្លាប់តែឮអំពីរឿងនេះច្រើនមែនតើ
គឺរាល់ពេលដែលមនុស្សខ្ញុំនិយាយជាពិសេសពីពួក Christian ដែលពេលណាដែលគេចាប់ផ្ដើមលែងគ្នាបែកគ្នាលែងគ្នាបែកគ្នារាល់ពេលវេលា 100% បានគេមានដំណោះស្រាយគេមានហេតុរបស់គេច្រើនតែគេថាអូមិនដូចពីមុនច្រើនតែមុនហ្នឹងអត់ដូចពីមុនទេចាំបាច់ប្រាប់យើងហើយដឹងហើយអត់ដូចមុនមូលហេតុនេះឃើញចង់លែងគ្នាបាទដូចមុនអត់ចង់លែងគ្នាចង់ការដូចមុនចង់ការឥឡូវចង់លែងគ្នាមិនចាំបាច់ប្រាប់យើងអញ្ចឹងដឹងហើយប៉ុន្តែច្រើនតែខ្ញុំគិតថាគេស្មានថាបើនិយាយបងប្អូនដឹងទេបើយើងនិយាយអ្វីមួយច្រើនដងមែនទែនបានជាយើងចាប់ផ្ដើមជឿសូម្បីតែអ្វីដែលអត់ពិតតែយើងថាអីប្រហែលដងដូចជាយើងធ្លាប់តែនេះខ្ញុំអត់មានពេលប្រាប់ពីអត់មានពេលប្រាប់ទេចិត្តអស់ពេលហើយដូច្នេះរឿងច្រើនដែលគេថាត្រូវលែងគ្នាជួនកាលមូលហេតុអត់ល្អដែរជួនកាលគឺដូចជាគេថាអូប្តីខ្ញុំអត់ទៅធ្វើល្អនឹងខ្ញុំដូចពីមុនប្រពន្ធខ្ញុំអត់ទៅធ្វើល្អដូចខ្ញុំពីមុនហើយខ្ញុំដូចជាខ្ញុំលែងទៅស្រឡាញ់គាត់យើងធ្លាប់តែមានចិត្តតែមួយស្រឡាញ់គ្នាតែឥឡូវមិនទៅអញ្ចឹងទេជួនកាលមនុស្សខ្លះមួយនេះខ្ញុំឃើញច្រើននៅស្រុកខ្មែរប្រពន្ធគាត់មានទេពោះដល់3 4 5ខែហើយ6ខែ7ខែដល់ថ្ងៃនោះមួយប្តីទៅបាត់ក្នុងរយៈពេលដែលប្រពន្ធគាត់មានទេពោះខ្ញុំចង់ប្រាប់នេះគឺអាក្រក់ព្រះអង្គមិនសប្បុរសទេហើយជួនកាលមនុស្សខ្លះខ្ញុំឃើញរឿងខ្លះមានម្នាក់បានជំងឺជួបជាពិសេសបើមានជំងឺអីដូចជាជំងឺគេហៅគេមហារីកហើយត្រូវចាក់គីមីហើយពេលនោះហើយតក់មិនដែរដូច្នេះក៏មើលលោកគ្រូថាលោកគ្រូចាក់គីមីមិនមែនអញ្ចឹងនេះតក់ធម្មតាហ្មងសម្រាប់អីប៉ុន្តែចង់និយាយប្រាប់ថាជួនកាលប្រពន្ធគេអត់ទៅស្អាតដូចពីមុនជួនកាលគេពិបាកខ្ញុំចង់ប្រាប់ថាលោកគ្រូ Joe Esposito បងប្អូនស្គាល់គឺលោកគ្រូកំវាលរបស់លោកគ្រូ Knoro ដែលឥឡូវ2 ឬ 3 ឆ្នាំ2 ឆ្នាំ 3 ឆ្នាំឥឡូវដល់3 ឆ្នាំហើយតាំងពីដែលគាត់ឈឺឡើងដឹងខ្លួនចឹងហើយតែប្រពន្ធគាត់មិនដែររាល់តែថ្ងៃនៅជាមួយគាត់ក្នុងរយៈ3 ឆ្នាំគាត់អត់ដែលមានកម្លាំងដើម្បីឲ្យធ្វើអ្វីសម្រាប់ប្រពន្ធគាត់សោះប៉ុន្តែគាត់អត់រកដោះស្រាយថាលែងគ្នាហ្មងជីវិតរបស់ខ្ញុំមានសក្តិដើម្បីសบายដែរឥឡូវខ្ញុំលែងសบายហើយក្នុងនេះហើយមិនចេញប៉ុន្តែមនុស្សច្រើនមែនទែនពេលណាដែលស្ថានភាពនៃជីវិតរបស់គេបានចាប់ផ្ដើមផ្លាស់ប្ដូរបានគេចាប់ផ្ដើមដោះសារឲ្យតែលែងគ្នាហើយខ្ញុំចង់ប្រាប់មូលហេតុដែលយើងមានសន្យាពេលដែលយើងដែលយើងថាខ្ញុំសន្យាចូលនឹងស្រឡាញ់អ្នកឲ្យជាប់នឹងអ្នករហូតសូមបាយតែហើយយើងតាំងនិយាយថាតួបាយ៉ាងណាក៏ដោយយើងថាតួបាឈឺឬមានសុខភាពល្អឬក៏មួយទៀតគេថាឈឺតួបាឈឺឬពិការគេថាអញ្ចឹងឬមួយទៀតគេថាតួបាក្ររមានប៉ុន្តែខ្ញុំស្គាល់គេខ្លះពេលណាមានរឿងបញ្ហាដូចជាពិបាកក្នុងគ្រួសារខ្វះខាតបានគេចាប់ផ្ដើមបែកគ្នាលែងគ្នាហើយខ្ញុំចង់ប្រាប់បងប្អូនស្ថានភាពអីក៏ដោយព្រះមិនចង់ឲ្យបែកគ្នាមួយអ្នកឈឺមួយអ្នកជាមួយអ្នកមានរឿងបញ្ហាអីចឹងព្រះអង្គឲ្យតែយើងដែលបានត្រឡប់ជាសាច់តែមួយឲ្យតែយើងគ្រប់គ្រងគ្នាមិនមែនថាលះបង់ចោលគ្នាចឹងខ្ញុំចង់ប្រាប់នេះទៀតលេខ3មូលហេតុដែលពីច្រើនដួលរលំមកពីមនុស្សអត់ចេះមេត្រីគ្នាហើយនឹងអត់ទោសគ្នាអត់ចេះមេត្រីគ្នានិងអត់ទោសគ្នាមួយនោះមកពីអេផេសូសចំពុ4ខ31 32ត្រឹមហ្នឹងបើអ្នកអត់ចេះនិយាយពាក្យដែលថា
ខ្ញុំខុសហើយសូមអត់ទោសខ្ញុំបើអ្នកមានក្បាលរឹងមែនតើដែលច្រើនតែមនុស្សមានក្បាលរឹងដែលថាអត់ចេះសារភាពថាខ្លួនខុសខ្ញុំចង់ប្រាប់នេះមិនមែនជាលក្ខណៈមួយដ៏ល្អក្នុងអាពាហ៍ពិពាហ៍នេះជាអាពាហ៍ពិពាហ៍ដែលត្រូវពិបាកមែនទែនបើមានមួយនាក់ឬទាំងពីរដែលក្បាលរឹងមែនទែនទោះបើខ្លួនឯងខុសត្រឹមណាក៏ដោយក៏ប៉ុន្តែអត់ចេះសារភាពថាខ្លួនខុសប៉ុន្តែម្យ៉ាងវិញទៀតពេលណាដែលដៃគូថាខ្ញុំខុសហើយបញ្ហាមួយទៀតជួនកាលមនុស្សខ្លះអត់ចេះអត់ទោសនិយាយទៅបញ្ហានេះដែលមុនដំបូងបងប្អូនឮថាលោកគ្រូចង់និយាយពីលេងគ្នាអត់ទេលោកគ្រូខ្ញុំអត់មានបំណងលេងគ្នាទេប៉ុន្តែនិយាយទៅខ្ញុំគ្រាន់តែប្រាប់ថានេះគឺជាមូលហេតុខ្លះដែលនាំមកឲ្យបែកគ្នាយើងថាថ្ងៃនេះអត់អីតែបើយើងអត់ប្រយ័ត្នហើយអត់ឧស្សាហ៍ជារៀងរាល់ថ្ងៃក្នុងចំណុចនេះមួយនេះឲ្យខ្លួនឯងត្រឹមត្រូវឲ្យខ្លួនឯងកោតខ្លាចព្រះរាល់ថ្ងៃស្វែងរកឲ្យដើរតាមបំណងប្រហារតីរបស់ព្រះអង្គជារៀងរាល់ថ្ងៃឲ្យគប់ប្រហារតីរបស់ព្រះអង្គម្ចាស់ជារៀងរាល់ថ្ងៃបើយើងអត់មានចិត្តទន់ដែលចេះលន់តួបាបទៅព្រះហើយចេះសុំទោសពីប្តីប្រពន្ធហើយអត់ទោសគ្នាទៅវិញទៅមកហើយបើយើងអត់ចេះធ្វើនោះបើយើងអត់ចេះរក្សាពាក្យសន្យាសូម្បីតែអាពាហ៍ពិពាហ៍ដ៏រឹងជាងគេបំផុតសពថ្ងៃអាចខ្សោយទៅអនាគតហើយសំខាន់គឺយើងចង់ឲ្យគ្រប់គ្នានៅជាប់លេខ4មនុស្សមិនអាពាហ៍ពិពាហ៍ច្រើនដួលរលំដោយព្រោះមនុស្សស្រឡាញ់ខ្លួនឯងជាជាងគេបង្អស់ស្រឡាញ់ខ្លួនឯងជាងគេបង្អស់ភីលីបចំពុក2ខ3បើអ្នកមានគោលបំណងរាល់ថ្ងៃឲ្យតែធ្វើខ្លួនសប្បាយរាល់តែថ្ងៃនេះងើបពីដេកថាថ្ងៃនេះខ្ញុំរកវិធីឲ្យធ្វើខ្លួនសប្បាយតែម្ដងនិយាយទៅនេះជាយោបល់របស់លោកីច្រើនលោកីនេះច្រើនសូម្បីតែគេផ្សាយពាណិជ្ជកម្មអីផ្សេងៗតាមទូទួលច្រើនតែគេថាធ្វើឲ្យតែខ្លួនសប្បាយអ្នកមានសិទ្ធិអ្នកសំខាន់លេខ1ធ្វើឲ្យតែខ្លួនសប្បាយចិត្តឲ្យរីករាយប៉ុន្តែបើអ្នកមានគោលបំណងពីមួយថ្ងៃទៅមួយថ្ងៃរាល់ថ្ងៃពេលភ្ញាក់ពីដេកថាខ្ញុំចង់រកឲ្យខ្លួនសប្បាយថ្ងៃនេះនេះគឺជាស្ថានភាពមួយដ៏គ្រោះថ្នាក់ក្នុងអាពាហ៍ពិពាហ៍ពីព្រោះក្នុងភីលីបចំពុក2ខ3ព្រះប្រាប់ឲ្យយើងតាំងអ្នកផ្សេងសំខាន់ជាងខ្លួនយើងឲ្យយើងរាប់អានគេជាជាងខ្លួនឲ្យតែយើងលើកគាត់ឡើងឲ្យរក្សាសិទ្ធិរបស់គាត់ជាជាងសិទ្ធិរបស់ខ្លួនយើងមួយនេះវាប៉ះពាល់នឹងអាពាហ៍ពិពាហ៍មែនតើតែយកមិនពេលនិយាយពីហ្នឹងលេខ5មានអាពាហ៍ពិពាហ៍ច្រើនបានដួលរលំដោយព្រោះមនុស្សចូលចិត្តទទួលជាជាងឲ្យគេចូលចិត្តទទួលច្រើនជាងឲ្យហើយមួយនេះកិច្ចការចំពុក20ខ35ព្រះនិយាយត្រង់ព្រះប្រាប់ថាមានពោមួយណាជាងដែលយើងឲ្យបានពោជាជាងទទួលច្រើនតែយើងប្រាខកពីនឹងទៅយើងចង់និយាយពីថ្វាយដង្វាយគ្រប់គ្នាថ្វាយដង្វាយយើងបានពោដែលឲ្យច្រើនជាងទទួលល្អមែនតើហើយខ្ញុំចង់ឲ្យបងប្អូនយកកិច្ចការចំពុក20 35ហើយប្រើមួយនឹងក្នុងបរិបទថ្មីមួយគឺក្នុងអាពាហ៍ពិពាហ៍ពីព្រោះបញ្ហាគឺជួនកាលយើងប្រុសរាល់តែថ្ងៃយើងចាំឲ្យតែប្រពន្ធបំរើយើងណាសម្រាប់ខ្លះប្រពន្ធកាចមែនទែនត្រូវតែគេចាំយូរពេករហូតដល់ចាស់រហូតដល់ស្លាប់អត់ដែលបំរើសោះបណ្ដាជួនកាលស្រីរាល់តែថ្ងៃគេចាំមកឲ្យតែប្តីធ្វើអីជូនពោដល់គាត់ខ្ញុំចង់ប្រាប់ថាព្រះប្រាប់ថាដាក់ឲ្យបានពោជាជាងទទួលដូច្នេះស្អែកឬថ្ងៃនេះកុំថាមិនចឹងប្តីខ្ញុំមកតូនធ្វើអីឲ្យខ្ញុំប្រពន្ធខ្ញុំមកតូនបំរើខ្ញុំថ្ងៃនេះកុំឲ្យតែត្អូនត្អែពីនឹងទេឲ្យតែខ្លួនឯងទៅរកឲ្យទៅគាត់បំរើទៅគាត់ជួនកាលមនុស្សខ្លះគេចង់និយាយថាអាពាហ៍ពិពាហ៍គឺម្នាក់គឺពីរនាក់ម្នាក់ត្រូវ 50% 50% នៅស្រុកខ្មែរគេថាអញ្ចឹងអត់
នៅអាមេរិកគេចូលចិត្តថាអញ្ចឹងគេថាឲ្យតែមានអាពាហ៍ពិពាហ៍មួយល្អគឺជារឿងមួយដែលថាចែកគ្នា 50% ប៉ុន្តែមួយហ្នឹងខ្ញុំគិតថាខុសមែនតើពីព្រោះព្រះអង្គអត់ដែលប្រាប់យើងឲ្យ 50% និយាយទៅបើយើងឲ្យ 50% មិនទាន់មានន័យថាយើងអត់ទាន់ឲ្យអស់យើង 50% យើងថាខ្ញុំឲ្យខ្លះទុកឲ្យគាត់ឲ្យទៀតប៉ុន្តែខ្ញុំចង់ប្រាប់ថាហើយយើងនិយាយពីឲ្យយើងអត់និយាយតាមពីលុយយើងនិយាយពីកម្លាំងយើងនិយាយពីអារម្មណ៍សេចក្តីស្រឡាញ់អំពីកម្លាំងរបស់យើងអំពីពេលវេលារបស់យើងអំពីសិទ្ធិរបស់យើងដែលថាយើងរករក្សាសិទ្ធិរបស់ខ្លួនឯងប៉ុន្តែឲ្យតែយើងសុខចិត្តចាញ់ឲ្យតែម្នាក់ផ្សេងទៀតសំខាន់លេខ1បាទទាំងពីរអ្នកនោះហើយនឹងធ្វើនឹងមានអាពាហ៍ពិពាហ៍ដ៏រឹងមាំប៉ុន្តែបាទទាំងពីរអ្នកថាខ្ញុំសំខាន់លេខ1ខ្ញុំរកឲ្យខ្លួនសប្បាយខ្ញុំសំខាន់លេខ1ខ្ញុំរកឲ្យខ្លួនសប្បាយពីរអ្នកនឹងទៅណាឱកាសដូច្នេះអាពាហ៍ពិពាហ៍មិនមាន 50% អាពាហ៍ពិពាហ៍គឺខ្ញុំឲ្យ 100% សូមបាយតែម្នាក់នោះដែលគូខ្ញុំធ្វើអីសម្រាប់ខ្ញុំនេះជាសេចក្តីស្រឡាញ់ដោយព្រះអង្គស្រឡាញ់យើងខ្ញុំនឹងស្រឡាញ់ប្រពន្ធខ្ញុំរកបំរើគាត់ហើយរកបំពេញតម្រូវការដោយលោកគ្រូសខនបាននិយាយដែរខ្ញុំរកបំពេញចិត្តគាត់ហើយរកធ្វើត្រឹមត្រូវល្អតាមទូនាទីរបស់ខ្ញុំក្នុងនាមជាប្តី 100% មិនមែន 50% 100% ហើយខ្ញុំសង្ឃឹមខ្ញុំអត់ខុសទេខ្ញុំសង្ឃឹមថាគាត់ក៏រកឲ្យ 100% មកខ្ញុំដែរប៉ុន្តែបើសិនណាដែលគាត់អត់ឲ្យ 100% មកខ្ញុំឬក៏គាត់អន់ចិត្តខ្ញុំគឺខ្ញុំនៅតែអត់មានហេតុដើម្បីឲ្យខ្ញុំបែកពីគាត់ខ្ញុំឲ្យហើយឲ្យពីព្រោះព្រះអង្គថាឲ្យបានពោច្រើនជាងផ្ទោះហើយចុងក្រោយមុនីលេខ6អាពាហ៍ពិពាហ៍ច្រើនដួលរលំដោយសារមនុស្សអត់ចេះស្កប់ចិត្តនឹងអ្វីដែលខ្លួនមានរួចហើយអ្វីដែលខ្លួនមានរួចហើយភីលីបជំពូក4ខ11មាន1ធីម៉ូថេទី1ជំពូក6ខ8មួយទៀតហេព្រើរជំពូក13ខ5ហេព្រើរមួយនោះគឺជាដែលប្រាប់ថាយើងត្រូវស្កប់ចិត្តពីព្រោះព្រះអង្គនៅជាមួយយើងអត់ដែលចេញពីយើងអត់ដែលចោលយើងឲ្យសោះហេព្រើរជំពូក13ខ5មួយនោះច្រើនតែយើងចូលចិត្តលើកខពីនេះពេលយើងចង់ឲ្យគេបានអារម្មណ៍ល្អមានសុវត្ថិភាពក្នុងព្រះហស្ថរបស់ព្រះអង្គអត់ដែលចោលយើងទេតែនេះជាមួយខដែលជាប់គ្នានឹងសេចក្តីពិតមួយទៀតដែលថាត្រូវឲ្យយើងស្កប់ចិត្តនឹងអ្វីដែលមានថាអ្វីពីព្រោះខ្ញុំមានព្រះអ្វីដែលខ្ញុំថាអត់មានប៉ុន្តែខ្ញុំមានព្រះហើយអ្វីដែលខ្ញុំថាដូចចង់ស្អូនស្អែកតែខ្ញុំមានព្រះរួចហើយដូច្នេះដោយព្រោះខ្ញុំមានព្រះបានជាខ្ញុំអាចស្កប់ចិត្តដែរខ្ញុំចង់តែប្រាប់បងប្អូនថានេះហើយមួយដែលនឹងជួយការពារដល់អាពាហ៍ពិពាហ៍មនុស្សច្រើនគេបែកគ្នាដោយសារគេដោយសារចាប់ផ្ដើមឡើងអាយុប្រពន្ធគេថាអត់ស្អាតដូចពីមុនគេចាប់ផ្ដើមចោលចាប់ផ្ដើមទៅរកស្រីដែលមានអាយុតិចជាងដែរស្អាតជាងនេះដែរហើយខ្ញុំចង់ប្រាប់ថាខ្ញុំតាំងតែចង់ប្រាប់ថាបើសិនណាដែលគេចង់ស្អូនស្អែកថាប្រពន្ធខ្ញុំអត់ស្អាតដូចកាលពីក្មេងខ្ញុំចង់ឲ្យយោបល់មួយឲ្យតែគាត់ទៅមើលខ្លួនក្នុងកញ្ចក់ដែរអត់ទៅសង្ហាបណ្ណាដែរដូចជាពីមុនដែរហើយនិយាយទៅលោកគ្រូសខននិយាយថាព្រះប្រាប់ថាអ្នកណាដែលបានប្រពន្ធបានរបស់ដ៏ល្អមែនប៉ុន្តែខ្ញុំរកក្នុងព្រះវិអត់ដែលឃើញខណាមួយដែលថាអ្នកណាដែលបានប្តីបានរបស់ដ៏ល្អអត់មានសោះប្តីល្អហើយមែនប៉ុន្តែយ៉ាងណាក៏ដោយឲ្យតែយើងស្កប់ចិត្តនឹងអ្វីដែលយើងមានទោះបើយើងគិតខាងលុយយើងគិតខាងប្តីប្រពន្ធបើយើងមិនស្កប់ចិត្តបើយើងអត់ពេញចិត្តយើងដូចជាតែងតែលុបលន់ច្រើនយ៉ាងនេះធ្វើឲ្យតែអាពាហ៍ពិពាហ៍របស់យើងចាប់ផ្ដើមខ្សោយទៅខ្ញុំចង់ប្រាប់ត្រង់ខ្ញុំអត់ស្រឡាញ់ប្រពន្ធខ្ញុំដោយសារគាត់ស្អាតប៉ុន្តែគាត់ស្អាតមែនខ្ញុំអត់ស្រឡាញ់ប្រពន្ធរបស់ខ្ញុំដោយព្រោះគាត់ពូកែធ្វើម្ហូបនេះមិនមានមូលហេតុប៉ុន្តែគាត់ពូកែធ្វើម្ហូបខ្ញុំអត់ស្រឡាញ់ប្រពន្ធរបស់ខ្ញុំដោយព្រោះគាត់តាំងជូនពរមកខ្ញុំហើយស្រឡាញ់ខ្ញុំប៉ុន្តែគាត់ស្រឡាញ់ខ្ញុំមែនប៉ុន្តែទាំងនេះគឺមិនមានមូលហេតុដែលខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំស្រឡាញ់ប្រពន្ធរបស់ខ្ញុំពីព្រោះគាត់ជាប្រពន្ធរបស់ខ្ញុំបងប្អូនអាចយល់ទេ
bà dân ai vô trầm nâng cứ miền phải nhá mình đó đang miền ấy thà anh na cốt tấu bà sân ná đào miền rương phanh ha bôi môi than là phiết chạp đàn khoa phát đấu đối lục rù chô STT đó khi nhóm chưa thàประพนรบลูกครูโจสลันดอประเดี๋ยวรบกวดตอนท้ายมันท่ารอดง่ายสลันกวดดาวพรวดเจดากวดครูสำหรับหยกมันเน้นจังเลยปีพรบานจังให้ดากวดปันชื่อให้เด็กประมาณขนาดนี้ให้ในขนมเป็ดให้มันแอคฟัวไว้คือกดหนึ่งเล่งสลันตอนท้ายกดหาได้สลันกวดดาวซาที่ประเดี๋ยวรบขยมให้ขยมกอบจัดหนึ่งประเดี๋ยวได้เปรียบบันพดอมกขยมบอมบอมตัวบาสถานเพียบหน้าเขาได้แต่ยื่นปีบ้าหรือสู้ปัญหาเขาได้คือพระองค์ที่เนี่ยได้ประดอเอาการลมบักน้ำหมดđóเอาพระองค์ประเทียนโตนะเขาได้เอาแต่ยื่นเช็คกอบเช็ดเอาแต่ยื่นเช็คออกคนพระเอาแต่ยื่นเช็คด่าสมุกเตี้ยดาวดังก้นชมพูเอาไว้ด่าพระบันประดอหมดสำหรับเพื่อโดยที่ในสำคัญคือขยมจองไอ้บอมโอนนักจำท่าบ่าเยินหนึ่งยกประมวยจำนวนนี้ให้กลมโทตามกลมถาเล็กมวยอดเก่าถอดเปลี่ยนจังยมจองโทตามอดเก่าถอดเปลี่ยนมันไม่เนี่ยคือยืนทบต้อยที่นั่นยมเชื่อถาอาปีเราบ่าเยินไอ้รองมอนให้บ่าสันเนี่ยเคยมีรุ่นปัญหาไอ้คว้าแต่เพรจองเอาเนี่ยคว้าประโดเอาตรมเต้ายมจองจะเอาอยู่บ่อนี่มวยยมเชื่อถาประเดี๋ยวน่ะก็กู้ตายปรับตัวประพนรบกวดมันเม้นตายมวยดองยังไงได้กะผลตายเชียร์ตำรวจชรันดองได้ท่าขยมสลันโอ้หายขยมซอนยาขยมหนึ่งจบเนื้อหูตัวบาไอ้ได้กะหลังประพนก็กู้ตายปรับตัวประเด็นจังได้ปีพรุ่นี้ทัวไออปีเปียเศร้าเต้าบาสันปีเนี่ยอดเมียนกาเชือเจ็ดขนองอาปีนี่อาจจะโดยที่อาปีชรอนสอบทั้งไงได้ดูระลมสมรุมจัดดำใบอธิษฐานพระองค์มาจัดสมอคุณสำหรับอากาศแต่ยังเรียนพระบรรทุกตัวบังกรมจองจะสมเอาแต่พระองค์พระกาอธิบายนี้ดำใบจุยตัวบังกรมมันดังบรรดาพระหายเสียหนึ่งจุยสังครูดอปีน้ำมวยได้กำปงใจมีเริ่มกำปงใจปีบาหรือก้อนนักกุตเตอร์ได้อาจฟังตะเลสิกได้ปัดประมาณจำนวนนี้ได้บันลือไงนี้ดำใบเอาจุยคอนโทรลกอดน้องเปได้จบคาลมบาคนตายส้มตูบุงกุมจองส้มหาจองอังวอที่เอาจะพระองค์จุยคาเปียดออาเปียข้างคริสเตียนปุเยินเอาจะจบเนาเยินมันไอ้ทั่วปีเปียดอละอดอรังม้อมโตแต่เยินสำรัจจัดหาไอ้ท่าเยินหนึ่งจบนี่สำคัญนี่ไม่เรียนตีมวยเอาแต่ยังจวบก็มาใบนี้ทรงประจูยังรอกเนี่ยขนมเย็ดดอบมาเพย์30 ใจ10 น้ำตะมกเสียบอกเอาต้นสลาบเอาแต่ยังเนื้อจวบจมูกหนึ่งประเดี๋ยหรือประพนได้ยังเมียนทางไงนี่ตามมาดองให้ตัวบุคคลจองทรงแตงนี้ได้ประเนียมพระเยซู